ជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទឈ្មោះតាំងវិហាជានិស្សិតឆ្នាំទី4នៃសាលា LSI Business School ហើយនៅក្នុងថ្ងៃនេះដែរគឺមានគណៈបទពលចំនួន7នាក់ដែលគាត់បានមកសាលា LSI Business School ដែលគាត់អញ្ជើញមកពីប្រទេសអេស្ប៉ាញហើយខ្ញុំក្នុងនាមខ្ញុំជានិស្សិតមួយរូបគឺពិតជាទទួលបានអារម្មណ៍សប្បាយរីកមែនទែននៅក្នុងការដែលបានរៀនអ្វីដែលថ្មីពីពួកគាត់ក៏ដូចជាស្គាល់ពីកម្មវិធីមួយចំនួនថ្មីបន្ថែមទៀតទាក់ទងជាមួយនឹងផ្នែក AI ដូចគ្នាហើយអ្វីដែលកាន់តែពិសេសនោះគឺមានពាក្យល្អៗដូចជាមានជាពាក្យដែលបើថាអេស្ប៉ាញគាត់បានបរៀនពីយើងទៅវិញទៅមកហើយយើងបរៀននៅពាក្យខ្មែរទៅដល់គាត់ទៅវិញទៅមកដូចគ្នាអញ្ចឹងហើយគឺទទួលបានអារម្មណ៍មួយគឺបែបថាប្លែកហើយក៏ដូចជាបានរៀនអ្វីដែលថ្មីហើយមួយវិញទៀតគឺបានរួមដំណើរនៅក្នុងទស្សនកិច្ចសិក្សាមួយនេះជាមួយគាត់ដូចគ្នាសម្រាប់ការរៀបចំមួយនេះគឺបែបថាយើងបានទទួលនៅអារម្មណ៍ប្លែកដែលយើងអាចនិយាយបានថាពេលដែលគាត់មកអញ្ចឹងគឺគាត់បើកចិត្តនៅក្នុងការដែលគាត់អាចផ្ដល់នៅអ្វីដែលយើងផ្ដល់ទៅគាត់ក៏ដូចជាយើងបានរៀបចំជូនគាត់ហើយក៏គាត់បាននៅចែករំលែកនៅចំណុចមួយចំនួនដែលគិតថាវាពិតជាល្អនៅក្នុងការដែលអាចឲ្យយើងកែលម្អសម្រាប់ការរៀបចំលើក្រោយបន្ថែមទៀតដើម្បីឲ្យការរៀបចំកម្មវិធីក្រោយក៏ដូចជាមានជាnew process របស់យើងបន្ថែមដែលគាត់មកពីប្រទេសផ្សេងៗទៀតហ្នឹងគឺកាន់តែប្រសើរជាងមុនបន្ថែមទៀតនៅក្នុងកម្មវិធីមួយដែរគឺខ្ញុំពិតជាចង់អរគុណទៅដល់សាលាមែនទែនដែលបានរៀបចំកម្មវិធីមួយនេះឡើងក៏ដូចជាបានផ្ដល់ឱកាសដល់និស្សិតក៏ដូចជាដល់ខ្ញុំបានរៀនសូត្រនៅអ្វីដែលថ្មីក៏ដូចជាតាក់ទងជាមួយនឹងបច្ចេកវិទ្យាក៏ដូចជាតាក់ទងជាមួយនឹងផ្នែក IT ដែលគាត់ជា professor ផ្នែក IT ដែលគាត់បានមកផ្ដល់នៅចំណេះដឹងថ្មីក៏ដូចជាតាក់ទងជាមួយនឹង ChatGPT ក៏ដូចជា VR គឺបើថាគឺប្លែកភ្នែកមែនតើសម្រាប់នៅក្នុងខ្ញុំជានិស្សិតមួយរូបនៅសាលា LSI Business School នេះផងដែរ LSI Business School ជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេក្នុងប្រទេសកម្ពុជាដែលបង្រៀននិស្សិតថ្នាក់បរិញ្ញាបត្រផ្ដោតលើជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យម SME Management យើងផ្ដល់ជូននិស្សិតនូវសមត្ថភាពភាសាអង់គ្លេសជំនាញធ្វើអាជីវកម្មស្តង់ដារនិងបណ្ដុះចរិតលក្ខណៈល្អដល់និស្សិតគ្រប់រូបសូមអញ្ជើញអាណាព្យាបាលនិងសិស្សានុសិស្សស្វែងយល់បន្ថែមអំពីថ្នាក់បរិញ្ញាបត្រនៅ LSI Business School តាមរយៈ link Telegram ឬ scan QR code LSI Business School, where leaders learn.